នេះគឺយើងការអនុវត្តនេះបង្ហោះគោមនិងកាយនៃប្រាខបាទថ្ងៃនេះពិសេសមែនទែននាំទេរសាទៅផោះគោមហ្នឹងហើយការផោះគោមជាលើកទី1សម្រាប់ខ្ញុំម៉ាក់ក៏លើកទី1ទេរសាក៏លើកទី1អ៊ំក៏លើកទី1ដែរបាទលើកទី1ហើយទិញគោមួយទៅប្រហោះគេឯងដែរហើយថ្ងៃនេះមនុស្សចូលរួមច្រើនមែនទែននៅវត្តភ្នៀតវត្តភ្នៀតណាក៏ស្គាល់ដែរពីច្រើនហើយផោះចាប់ផោះឡើងឆេះតាមផ្នត់មួយបាទចុះតាមផ្នត់ដើមហ្នឹងគឺហោះទៅនៅលើតាមផ្នត់អាចារ្យស្រីឲ្យយល់ឡើងទៅចេញជាបន្ទាន់ហ្នឹងហើយមកធ្លាក់លើមកតាមលើទៅច្រើនយ៉ាងខ្លាំងហើយមេឃវាស្លាស់ហ្នឹងមេឃស្លាស់មែនទែនដល់ពេលហោះទៅមើលទៅនឹងពំមាសហោះពេញលើមេឃចឹងស្អាតមែនទែនហើយទេសានេះមកភ្នែកធំមាត់ប្រហោះលោតរបស់យើងគូមរបស់យើងហោះទៅស្រីរហូតប៉ុន្តែអត់ពេលដែលដុតគូមហ៊ានមកចិត្តឲ្យអបអមលោតអបអមខ្វាត់ហ៊ានមកចិត្តទេបាទគឺសុបាយមែនទែនបបសត្វថ្មី